នេះក្រុមការងារយើងដើរវាហាត់ប្រាណទៅកន្លែងទីផ្សារលក់គ្រឿងសមុទ្រតាមផ្ទះអ្នកភូមិអ្នកស្រុកវិញផ្លូវតូចដើរហាត់ប្រាណហើយនេះសិតតែស្លឹកឈើក្រៀមជ្រុះមកនេះកន្លែងសិប្បកម្មគេធ្វើរនាបតូចហ្នឹងដើម្បីបាំងបិទអាកន្លែងបឹងកាឡូគេកុំឲ្យសត្វល្អិតអីចូលដូចជាពស់ឬអីចឹងនេះផ្លូវដែលយើងឡើងពីកំពង់ផែមកបាទកំពង់ផែយើងចុះវិញចុះតាមហ្នឹងនៅមានបញ្ហាបរិស្ថានច្រើនទាក់ទងនឹងកាកសំណល់ផ្លាស្ទិកអីហ្នឹងគឺនៅចោលអត់មានកន្លែងគ្រប់គ្រងឲ្យត្រឹមត្រូវកន្លែងនេះគឺចិនអាសាមកញ៉ាំហាងគេចិនហ្នឹងផ្លូវតាមផ្លូវលំតាមផ្ទះគេផ្ទះជាពលរដ្ឋនេះគឺវាលក់ដូរអីតិចតួចតាមផ្ទះម៉ូតផ្ទះគេថ្មីទេដែរនេះគឺផ្ទះរបស់ប្រជានេសាទយើងខ្លះគាត់នៅមានសម្រាប់ទៀតបាទនេះគឺផ្ទះពួកគាត់នេះផ្ទះខ្លះជាភាពវិធូធានរបស់កម្រិតនេះដែរនេះគឺប្រភេទផ្ទះចាស់ដែរវាដែរផ្លូវគេភាគច្រើនមិនក្លីនដែរគេមានម៉ូតូជួលជិះចឹងបាទហើយនៅលើកោះនេះយើងមានរចនាសម្ព័ន្ធរដ្ឋបាលត្រឹមត្រូវមានវត្តអារាមទីពេទ្យសាលារៀនអីជាដើមបាទខាងទៀវលក់អីធម្មតានេះគេមានកង់អង្គុយសម្រាប់ជួលជិះទេបាទមានខ្លះគាត់អត់ចង់ដើរគាត់អាចជួលកង់អង្គុយជិះទៅយើងចូលតាមđườngហែមផ្ទះជាតិនេសាទយើងគឺច្រើនគាត់មកបរទៅនេសាទទេលោកកលៀតចឹងជាទៅតឹងអីគីឡូម៉ែត្រមានម៉ាស៊ីនកាត់ដេរបុរាណទៀតនេះផ្ទះគេយើងក៏បានបើដែរនេះហាងនេះផ្ទះសំណាក់លីសាកោះស្ដាច់ផ្ទះសំណាក់លីសាគេណាដាក់វាចឹងទៅផ្លូវគេលឿងហែមចឹងហ្នឹងហើយតូចហើយបានចេញមកដល់ផ្លូវធំមកនេះផ្លូវធំគេគឺផ្លូវធំបន្តិចដែរធំជាងមិញលឿងហែមនេះផ្លូវធំនេះក៏លក់ដូរហូរហែចឹងដែរបាទមានកន្លែងជួលកង់អង្គុយនេះកន្លែងហាងស្អាតអីមានលូតធំមួយអញ្ចឹងដែរតែហ្នឹងគឺមានផ្ទះគេបែបបុរាណអីចឹងដែរហើយជាពលរដ្ឋគេជិះម៉ូតូទៅមកទេនៅនេះមានឡានទៅជិះអត់កើតទេណាជិះឡានជិះអត់កើតម៉ូតូទេមានជិះចោគេជិះចូលអត់ដាច់ទេឡើយនេះមណ្ឌលសុខភាពគិរីសាគរហើយមានគេលក់បាទគឺជ័រគឺវៃគឺឆ្នាំងអីតាមបងដូរចឹងដែរមណ្ឌលសុខភាពគេគិរីសាគរហ្នឹងគឺអគារមណ្ឌលសុខភាពគិរីសាគរគេនេះផ្ទះជាពលរដ្ឋគេហើយខាងក្រោយហ្នឹងគឺភ្នំបាទមានភេទចឹងដែរគឺមានផ្ទះជាងកន្លងមានអីចឹងដែរដើម្បី support ទៅលើឧបករណ៍នេសាទគឺជាការដូចជាម៉ាស៊ីនស្លាប់ចាក់អីចឹងមាននំប៉័ងសាច់មានលក់បាយសបាយអីតាមផ្លូវអីហូរហែខ្ញុំអត់ខ្វះទេរបស់ហូបបាទហើយចរាចរណ៍ហ្នឹងគឺតែស្មើជើងហើយនឹងម៉ូតូទេព្រោះផ្លូវនេះឡានអីអត់កើតទេមានបន្ទប់សម្រាប់ព្យាបាលជំងឺអីដែរនេះផ្លូវចូលទៅផែគុណគ្រឿងសមុទ្របាទហើយតូចមែនតើហើយជាអាច2ម៉ែត្រទៅទឹកហ្នឹងបាទនេះបរិសសង្ហា2នាក់បាទត្រូវការអាចតតងបានបាទនៅមាត់សមុទ្រចឹងភាគច្រើនគេធ្វើតែផ្ទះពីឈើវាអីទេការពារច្រេះហ្នឹងអីព្រោះជាតិប្រៃ
คือแบบลักษณะบอสแค่แบบcái thôi việc chứ việc chứ mà nhưng mà đó cũng phải cái đi sàn nữa lại cái cho tụ cái lại lớnจับปีcái lại nó tớiคือจะมาปลอกคือสมมติลวกmình spin cái đao cho tới và tiếp tiếp chế rútคือจังvàในทางก็สลักนิดนึงvà cho nên đi tiếp tiếp chếរួមในcái lại ពងផែដែលគេលក់គ្រឿងសមុទ្រមិនឃើញមកអញ្ចឹងហ៎បាទនេះរោងចក្រផលិតកកដើម្បីផ្លាស់សេគ្រឿងសមុទ្រគឺមាននៅក្បែរគ្នានឹងតែម្ដងបាទនេះមកដល់កន្លែងគេលក់គ្រឿងសមុទ្រដល់កន្លែងគេបោះដុំលក់ទីហ្នឹងបាទនេះទស្សនភាពខាងកន្លែងវិជានេសាទយើងហ្នឹងហើយគេមានទូកនេសាទគេរៀងខ្លួនមានខែប្រចាំមកគេអញ្ចឹងទៅនេះទូកនេសាទទេហ្នឹងតែនេះហើយតែចូលមកទៅទូកនេសាទបាទនេះរោងចក្រផលិតកកបាទតែគេចោះធំអត់ស្អីទេអូនេះផ្ទះកាយខាងគ្រឿងសមុទ្របាទផ្ទះគាត់ពេលយើងទៅធ្វើដំណើរទៅមកកន្លែងទៀតមកភ្ញៀវទៅមកកន្លែងទៀតបាទនេះគឺខាងក្រោយហ្នឹងគឺមានភ្នំបាទភ្នំมันជាធំវាខ្ពង់រាបដែរអូនេះច្រើនណាស់ហ្នឹងតិចទេច្រើនណាស់សើកូនត្រីនេះប៉ះវងគាត់ហ្នឹងហើយបាទវងគាត់ច្រើនណាស់នៅនេះមានលោដាយមកដល់នោះទេនេះផ្ទះចាស់ចោលបាទចូលតាមដឿងខែមួយចុះឡើងឡើងផ្ទះគេកាច់កង់អត់មានជា master plan ទេនេះគេធ្វើតាមចិត្តផ្ទះមួយអញ្ចឹងអត់មានប្លង់ទេត្រឹមត្រូវដើរមកដល់សាលាស្រុកហ្នឹងទឹកសាលាស្រុកគ្រីសាគរគឺមួយក្នុងសមុទ្រហ្នឹងបាទគឺតាមនេះគេគេថាញៀនគេហៅថាញៀនអានេះគេហៅត្រីត្រីគេដល់ឆិតអានធប់លឺហើយអានេះត្រីសេកអានេះដូចនៅកន្លែងយើងគេហៅត្រីញៀនហ្នឹងតែគឺអញ្ចឹងណាសេកនេះដល់ញៀនអូសេកចាអានេះមិនមកមានកោះនគរបាលត្រឹមត្រូវនឹងកោះស្ដេចមានកោះនគរបាលដែរបាទនេះគេមានសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេចមួយដែរនៅលើកោះនេះតែមជ្ឈុំនឹងទៅរៀនណាទេបាទកន្លែងទីប្រជុំជនគេគឺលក់ដូរសងខាងផ្លូវចម្រុះលក់លក្ខណៈចម្រុះនៅនេះគេមានមូលដ្ឋានកងរាជអាវុធហត្ថស្រុកគ្រីសាគរបាទអញ្ចឹងកិច្ចការរដ្ឋបាលគេមានមកផ្លេនៅនេះសម្រាប់តែទីស្នាក់ការគណៈបកក៏មានដែរនៅលើកោះនេះចឹងមានសិទ្ធិគឺអូខេកន្លែងពលរដ្ឋធ្វើសមុទ្រកន្លែងទៀតបាទទៀតកន្លែងពលរដ្ឋធ្វើសមុទ្រគឺផងមានមកទៅបងអូវាចេញមួយនេះគឺជាធំមកឃើញធំ